និទានគំនិតតម្លៃរបស់មនុស្សលោក David J. Schwartz ដែលជាអ្នកចិត្តវិទ្យាដ៏ល្បីល្បាញរបស់អាមេរិកបានពោលថាមនុស្សច្រើននិយាយថាបើទិញមនុស្សតាមតម្លៃពិតរបស់គេហើយលក់ទៅវិញតាមតម្លៃដែលខ្លួនគេគិតអ្នកដែលទិញទៅមុខជាបានចំណេញយ៉ាងច្រើនមានន័យថាមនុស្សវាយតម្លៃខ្លួនឯងខ្ពស់ជាងការពិតបើមិនអីចឹងធ្វើម៉េចលក់ចំណេញតែលោក Schwartz បានគិតផ្ទុយពីអ្នកដទៃទៅវិញគាត់បានពោលថាតែសម្រាប់ខ្ញុំវិញខ្ញុំគិតថាបើយើងទិញមនុស្សក្នុងតម្លៃដែលគេវាយតម្លៃខ្លួនឯងហើយយើងលក់ទៅវិញតាមតម្លៃពិតរបស់គេយើងមុខជាបានចំណេញច្រើនអូយឈឺក្បាលបានន័យថាមនុស្សច្រើនមើលងាយខ្លួនឯងវាយតម្លៃខ្លួនឯងទាបជាងធម្មតារឿងនេះពិតប្រាកដណាស់មនុស្សភាគច្រើនតែងតែគិតបន្ទាបបន្ថោកខ្លួនឯងគិតថាខ្លួនឯងគ្មានតម្លៃគិតថាការងារដែលខ្លួនធ្វើជាការងារដែលគ្មានតម្លៃមិនហ៊ានទាមទារសិទ្ធិដែលខ្លួនគួរសមនឹងទទួលបានមិនហ៊ានទាមទារតំណែងបុណ្យស័ក្តិប្រាក់ខែដែលខ្លួនគួរតែទទួលបានបើខ្លួនយើងមិនគោរពសិទ្ធិរបស់ខ្លួនឯងតែអ្នកផ្សេងគេនឹងមកឈឺក្បាលជំនួសយើងដែរឬទេប៉ុន្តែចំពោះអ្នកគិតក្នុងផ្លូវល្អវិញគេហ៊ានទាមទារសិទ្ធិរបស់ខ្លួនធ្វើឲ្យគេមានសិទ្ធិទទួលបាននៅអ្វីដែលគេគួរតែទទួលបានឧទាហរណ៍ដូចជាពេលដែលយើងទៅដាក់ពាក្យសុំធ្វើការបើយើងហ៊ានទាមទារប្រាក់ខែខ្ពស់បន្តិចគេអាចនឹងគិតថាយើងមានសមត្ថភាពល្អដែរទើបហ៊ានទារប្រាក់ខែគេខ្ពស់បែបនេះព្រោះមនុស្សដែលហ៊ានទាមទារអ្វីមួយទាល់តែអ្នកនោះយល់ថាខ្លួនមានអ្វីល្អដែលសមគួរនឹងទទួលបានរបស់នោះអ៊ីចឹងដែរទង្វើបែបនេះជាការបញ្ជាក់ពីជំហរដ៏រឹងមាំរបស់យើងចំណែកអ្នកផ្ដល់ការងារឲ្យយើងគេក៏ត្រូវការមនុស្សដែលមានជំហររឹងមាំដូចនេះដែរព្រោះអ្នករកស៊ីគេចង់បានមនុស្សរឹងប៉ឹងដើម្បីឲ្យកិច្ចការចម្រើនរុងរឿងតើគេនឹងហ៊ានប្រថុយយកមនុស្សទុនជ្រាយដូចបបរឲ្យមកធ្វើការកន្លែងគេដែរឬជាទូទៅក្រុមហ៊ុនតែងតែទទួលបានផលចំណេញដ៏ច្រើនពីអ្នកពូកែហេតុនេះហើយគេមិនខ្លាចនឹងឲ្យប្រាក់ខែខ្ពស់ដល់អ្នកទាំងនោះទេឲ្យតែអ្នកទាំងនោះពូកែពិតប្រាកដកុំឲ្យតែប្រកែដាច់ម្យ៉ាងទៀតបើយើងចេះរក្សាសិទ្ធិរបស់ខ្លួនឯងអ្នកផ្សេងគេនឹងកោតញញើតមិនហ៊ានយកប្រៀបហើយនឹងផ្ដាល់ទៅតាមអ្វីដែលយើងគួរតែទទួលបានមនុស្សនឹងឲ្យតម្លៃយើងលុះត្រាតែយើងចេះផ្ដល់តម្លៃឲ្យខ្លួនឯងមាននារីដ៏ស្រស់ស្អាតម្នាក់ធ្វើការក្នុងក្រុមហ៊ុនដ៏ធំមួយពេលដល់ឆ្នាំកំណត់ដែលត្រូវឡើងមុខតំណែងនាងក៏ត្រៀមខ្លួនដើម្បីចាំទទួលតំណែងនោះទីបំផុតនាងក៏បានទទួលតំណែងដោយចិត្តរបស់នាងមែននាងបាននិយាយថាបើសិនជាមិនបានទទួលតំណែងទេនាងប្រកាសជានឹងទៅសួរចៅហ្វាយថារឿងអីបានជាមិនបានហើយបើសិនជាមិនបានទទួលតំណែងយ៉ាងសមរម្យទេនាងនឹងលាឈប់ធ្វើការដោយមិនខ្វល់ថាប្រាក់ខែឡើងបានប៉ុណ្ណានោះទេព្រោះថាបើយើងទ្រាំតស៊ូនឹងអំពើអយុត្តិធម៌យើងមុខជានឹងត្រូវទទួលរងអំពើអយុត្តិធម៌ជារៀងរហូតវាពិតប្រាកដណាស់បើគេធ្លាប់យកប្រៀបលើយើងបានគេមុខជាធ្វើបន្តទៅទៀតដោយគេយល់ឃើញថាអ្នកដែលព្រមឲ្យគេយកប្រៀបគឺជាមនុស្សល្ងងមនុស្សយើងបើល្ងងនឹងរឿងអ្វីមួយហើយគេក៏អាចនឹងល្ងីល្ងើនៅលើរឿងផ្សេងទៀតបានដែរវាជាធម្មជាតិរបស់មនុស្សបើយើងគិតរឿងអ្វីមួយខុសយើងអាចនឹងគិតខុសនៅរឿងស្រដៀងគ្នានេះដែរបើមានលក្ខណៈអ្វីល្អយើងក៏មានលក្ខណៈផ្សេងទៀតល្អតាមដែរបើយើងមានចំណុចអ្វីអាក្រក់វាក៏ទាញឲ្យចំណុចផ្សេងទៀតអាក្រក់បានដែរស្រីស្អាតដែលបានទទួលតំណែងតាមសិទ្ធិដែលខ្លួនគួរបានទទួលគឺជាការបង្ហាញឲ្យឃើញថានាងជាអ្នកសាច់ការពិតប្រាកដនាងគោរពសិទ្ធិរបស់នាងតាំងពីដំបូងស្រេចមកហើយបើមិនដូច្នោះទេស្មានថាចៅហ្វាយចេះតែព្រមដំឡើងមុខតំណែងឲ្យនាងដោយស្រួលឬ
ចង់ឲ្យទេវតាជួយអ្នកត្រូវជួយខ្លួនឯងជាមុនសិនចង់ឲ្យគេទទួលស្គាល់តម្លៃរបស់អ្នកត្រូវចេះលើកតម្លៃរបស់ខ្លួនឯងហើយដើម្បីលើកតម្លៃខ្លួនឯងអ្នកត្រូវមានស្មារតីទទួលខុសត្រូវលើជីវិតនិងការងាររបស់ខ្លួនហេតុនេះអ្នកត្រូវខំព្យាយាមសិក្សារៀនសូត្របង្កើនសមត្ថភាពបើអ្នកគ្មានសមត្ថភាពរក្សាសិទ្ធិតើអ្នកយកសិទ្ធិនោះមកធ្វើអ្វីបើខ្លួនល្ងីល្ងើតើអ្នកនឹងរក្សាប្តីប្រពន្ធឆ្លាតបានដែរឬមានសុភាសិតអារ៉ាប់បានលើកឡើងពីគុណវិបត្តិ6យ៉ាងរបស់មនុស្សល្ងង់ 1. ខឹងដោយគ្មានហេតុផល 2. និយាយពីឥតប្រយោជន៍ 3. កែប្រែដោយគ្មានភាពរីកចម្រើន 4. សាកសួរដោយគ្មានវត្ថុបំណង 5. ទុកចិត្តមនុស្សមិនស្គាល់ប្រវត្តិ 6. ធ្វើសត្រូវជាមួយនឹងមិត្តសម្លាញ់ខ្លួនឯង